កើតមកហើយរស់នៅដីនេះតាំងពីគុំបានរៀបរហូតមកដល់ថ្ងៃនេះជីវិតដែលដ៏ដងហើរហើយមានក្តីសុខមិនមែនជាធម្មជាតិទេគឺជាព្រះគុណជីវិតដែលខ្ញុំរស់នៅជាកូននៃព្រះអង្គហើយថ្វាយបង្គំសរសើរព្រះអង្គនៅថ្ងៃនេះព្រះពរដែលខ្ញុំអាចបានសព្វផ្សាយដំណឹងលោកមិនមែនជាធម្មជាតិទេគឺជាព្រះគុណគឺជាព្រះគុណព្រះ